មានបងប្អូនជាច្រើនបានមើលនៅវីដេអូរបស់លោកពូអភិបាលខេត្តពោធិ៍សាត់ដែលបានចុះធ្វើផ្លូវមួយខ្សែជាមួយនឹងបងប្អូនក្រុមការងាររបស់គាត់នៅស្រុកបាកាណាហើយឃើញថាមានបងប្អូនរិះគន់ច្រើនថាម្ដេចបានដល់ថ្នាក់អភិបាលខេត្តហើយមកធ្វើផ្លូវកប៉ិលែកបែបហ្នឹងមកគ្រាន់តែជះសំងតិចតួចយកអីឈូសខ្វែកខ្វោកបែបហ្នឹងចុះលុយរត់តាណាអស់មិនក៏មិនចំណាយលុយនឹងមកធ្វើផ្លូវឲ្យត្រឹមត្រូវធ្វើឲ្យវាស្តង់ដែរຂະຫນាតធំទៅតាមកាពិតខ្ញុំគ្រាន់តែឃើញវីដេអូរបស់លោកពូអភិបាលខេត្តគឺខ្ញុំយល់បាត់ទៅហើយគាត់ធ្វើផ្លូវនេះគ្រាន់តែជាការធ្វើគំរូឲ្យបងប្អូនដទៃទៀតមើលឃើញតែប៉ុណ្ណោះហើយឲ្យបងប្អូនជួយចូលរួមថែរក្សាគ្នាគាត់ចង់បញ្ជាក់ឲ្យបងប្អូនឃើញថាសំបីតាគាត់ឋានៈជាអភិបាលខេត្តក៏គាត់មកជួយចូលរួមថែរក្សាផ្លូវដែរមិនមែនការធ្វើនេះធ្វើលក្ខណៈថាដូចទ្រង់ទ្រាយឲ្យបងប្អូនថាមកស្អាតហ្មងទេនេះគ្រាន់តែជាការធ្វើគំរូមួយសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តនៅក្នុងស្រុកគាត់បានឃើញតែប៉ុណ្ណោះហើយឲ្យគាត់ហ្នឹងជួយធ្វើការថែរក្សានៅផ្លូវកុំឲ្យដឹកអីសពីងសពងកុំឲ្យធ្វើអីណាមួយដល់មានការខូចខាតដល់ផ្លូវហើយប្រសិនបើប្រការណាមួយឃើញផ្លូវមានការខូចខាតបន្តិចបន្តួចចូលរួមជួយគ្នាជួសជុលទៅកុំចាំតែអដេញណែគេហៅថាធ្វើស្រាប់ចុះមួយចុះពីរណានេះបើតាមទស្សនៈដែលខ្ញុំឃើញនៅអ្វីដែលគាត់បានធ្វើប៉ុន្តែសម្រាប់បងប្អូនគឺផ្សេងគឺបងប្អូនឃើញរូបភាពបែបហ្នឹងវីដេអូហ្នឹងគឺបងប្អូនខ្លះចេញមតិរិះគន់ខ្លាំងមែនតើខ្លះលើកឡើងថាអាមេរិកចេះស្អីជប៉ុនចេះស្អីកម្ពុជានឹងដើរទៅមុខ4 5ជំហានទៀតលាក់នឹងលាក់ជាច្រើនទៀតចឹងទៅក៏ប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំយល់ខុសពីបងប្អូនបន្តិចខ្ញុំគិតថាលោកពូអភិបាលខេត្តពោធិ៍សាត់លោកធ្វើនេះគ្រាន់តែជាការបង្ហាញនៅគំរូមួយជូនទៅដល់ប្រជាពលរដ្ឋក្នុងស្រុកក្នុងខេត្តគាត់ឲ្យបានឃើញហើយឲ្យចេះយកអាសាក្នុងការជួយជួសជុលផ្លូវប្រសិនបើមានកន្លែងណាខូចបន្តិចបន្តួចចុះមួយចុះពីរចឹងទៅម្សៅស៊ុបមាន់សញ្ញាចាមត្រូវេចឆ្ងាញ់ចង់បានហូបឆ្ងាញ់កុំភ្លេចប្រើប្រាស់ប៊ីកេងសញ្ញាចាមត្រូវេចតំណាក់តំណងតំណាងចែកចាយបន្តដោយសម្បីតែគាត់ជាអភិបាលខេត្តក៏គាត់មកចូលរួមជួយក្នុងការជួសជុលផ្លូវដែរការធ្វើនេះមិនមែនលក្ខណៈធ្វើផ្លូវមួយខ្សែទៅយកតែមកណាបងប្អូននេះគឺជាលក្ខណៈជួសជុលផ្លូវណាអញ្ចឹងសូមបងប្អូនបើកចិត្តឲ្យបងប្អូនវិភាគឬមួយក៏ពិចារណាឲ្យបានវែងបន្តិចផ្លូវគឺជាទូទៅគាត់ត្រូវតែធ្វើនឹងឯងក្នុងនាមគាត់ជាថ្នាក់ដឹកនាំខេត្តប៉ុន្តែការធ្វើមិនមែនគាត់អ្នកចុះធ្វើទេគឺត្រូវមានក្រុមការងារផ្សេងជាអ្នកធ្វើផ្លូវហើយការធ្វើផ្លូវគេមិនមែនធ្វើដោយគាត់អញ្ចឹងណាការដែលធ្វើដោយគាត់នេះគ្រាន់តែជាការជួសជុលផ្លូវទេអញ្ចឹងសូមបងប្អូនកុំវែកញែកមតិនៅក្នុងការគេហៅថារិះគន់បែបលក្ខណៈខ្លាំងពេកបងប្អូនពេលខ្លះវាពិបាកក្នុងការទទួលយកដែរប៉ុន្តែនេះសម្រាប់ឆន្ទៈខ្ញុំគិតថាការគាត់ដែលគាត់ធ្វើបែបនេះគឺល្អម្យ៉ាងគឺទី1គាត់គឺជាថ្នាក់ដឹកនាំខេត្តមួយរូបហើយគាត់ធ្វើជាគំរូមួយឲ្យប្រជាពលរដ្ឋមើលវាអាចនឹងជះផលល្អមួយដល់ប្រជាពលរដ្ឋដែលគាត់ឃើញណាគាត់គិតថាសម្បីតែលោកពូជាអភិបាលខេត្តក៏គាត់អត់ឆ្មាំងឆ្មៃប្រកាន់រឹកពីដែរមកចោះជួយជួសជុលផ្លូវដែរចោះគាត់ប្រជាពលរដ្ឋដែលរស់នៅស្រុកហ្នឹងភូមិហ្នឹងតំបន់ហ្នឹងអញ្ចឹងឃើញផ្លូវខូចខាតតិចតួចនៅចាំកាលទៀតមានជួយជួសជុលត្មងដែរទៅណែកន្លែងទៅហ្នឹងអាចជះផលល្អប៉ុន្តែនៅតែមានបងប្អូនមួយចំនួនដែលគាត់មើលទៅឃើញផលមិនល្អណាគាត់រិះគន់សិនថាជប៉ុនចេះស្អីអាមេរិកចេះស្អីលាក់នឹងលាក់ជាច្រើនទៀតប៉ុន្តែបើសិនបើកំណត់របស់ខ្ញុំយល់ឃើញថាលោកពូគឺគាត់ធ្វើក្នុងគោលបំណងដូចខ្ញុំបានជម្រាបខាងលើអញ្ចឹងបងប្អូនជាទីមេត្រីជុំវិញនឹងព័ត៌មាននេះសម្បត្តិមានសារៈមិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនជុំវិញនឹងករណីដែលបងប្អូនបានរិះគន់នៅថ្ងៃនេះឃើញថាកំពុងតែ viral ខ្លាំងនៅក្នុងបណ្ដាញសង្គមណាពាក់ព័ន្ធជាមួយនឹងវីដេអូដែលលោកពូអភិបាលខេត្តចុះធ្វើផ្លូវមួយកន្លែងនៅក្នុងស្រុកបាកានខេត្តពោធិ៍សាត់អញ្ចឹងខ្ញុំបាទមានសារៈមកថាមិនត្រង់មិនមានអ្វីច្រើនទេគ្រាន់តែចង់ជម្រាបជូនទៅដល់ពុកម៉ែបងប្អូនឲ្យបានដឹងនឹងជ្រាបជាព័ត៌មានតែប៉ុណ្ណេះខ្ញុំបាទមានសារៈមកថាមិនត្រង់សូមអរគុណនិងសូមគោរពលា